ផ្នែកសលៀងទាំងអស់មិនប្រកាសថាអាចព្យាបាលឲ្យជាសះស្បើយហើយទទួលបានលទ្ធផលល្អដូចគ្នានោះទេអញ្ចឹងបងប្អូនមិនមែនឲ្យតែសលៀងគឺសិតតែជោគជ័យ 100% ទេណាវាមានលក្ខខណ្ឌនិងប្រភេទមួយចំនួនដែលការព្យាបាលដោយការវះកាត់ឬក៏វិធីផ្សេងវាអត់អាចមានប្រសិទ្ធភាពខ្ពស់ទេឧទាហរណ៍ដូចជាបញ្ហារឿងផ្នែកសលៀងដោយសារតែប្រព័ន្ធប្រសាទឬក៏ផ្នែកសលៀងដោយសារតែគាត់មានឡើងអុកម៉ូននៅកហើយទៅផ្នែកគាត់ចេញជាសលៀងដោយសារសាច់ដុំគាត់វាក្រិនឬក៏ដោយសារផ្នែកសលៀងដែលកើតមកគឺសាច់ដុំហ្នឹងវារឹងក្រិនខុសប្រក្រតីអញ្ចឹងក្នុងលក្ខខណ្ឌទាំងអស់ហ្នឹងគឺការព្យាបាលអត់សូវមានប្រសិទ្ធភាពដោយផ្នែកសលៀងដែលសាច់ដុំរបស់គាត់នៅធ្វើការល្អនៅដើរល្អធម្មតាអញ្ចឹងនៅពេលដែលជួបគ្រូពេទ្យនឹងធ្វើតេស្តមើលទៅលើកម្លាំងសាច់ដុំរបស់គាត់ហើយអាចដឹងហើយថាតើសាច់ដុំរបស់គាត់ហ្នឹងវាមានកម្លាំងដែលអាចពេលដែលយើងវះកាត់ហើយអត្រាជោគជ័យខ្ពស់ឬក៏អត្រាជោគជ័យទាបអញ្ចឹងតកតងជាមួយនឹងការសម្រេចចិត្តគឺបងប្អូនត្រូវស្ដាប់គ្រូពេទ្យឲ្យច្បាស់ធម្មតាយើងអ្នកជំងឺយើងចង់បានភាពជោគជ័យខ្ពស់យើងចង់បានប្រសិទ្ធភាពខ្ពស់ហើយប៉ុន្តែពេលខ្លះវាលើសពីអ្វីដែលវិទ្យាសាស្ត្រឬក៏ការព្យាបាលនឹងអាចធ្វើបានអញ្ចឹងអានឹងអាស្រ័យលើបងប្អូនថាតើបងប្អូនអាចទទួលយកលទ្ធផលនឹងបានឬក៏មិនបានអញ្ចឹងបើសិនជាយើងទទួលយកបានអានឹងយើងព្យាបាលទៅប៉ុន្តែត្រូវធៀមចិត្តទុកជាមុនណាបងប្អូន